បាទសូមជំរាបសួរបងប្អូនអរគ្នាបាទនេះគឺជាការបង្ហាញនៃការសរសេរអក្សរទម្រង់មូលបាទអំពីពាក្យកន្លោះខ្មែរបាទអានេះគឺខ្ញុំបញ្ចូលគ្នាបាទ05និង06តែពិតនេះគឺខ្ញុំបានធ្លាប់បង្ហាញមួយคลิปរួចមកហើយបាទប៉ុន្តែឥឡូវនេះខ្ញុំយកមិនចូលគ្នាទៅដើម្បីបញ្ចូលបាទ voice over បន្ថែមដើម្បីបញ្យល់បងប្អូនខ្លះៗទាក់ទងទៅនឹងការសរសេរអក្សរបាទហើយ clip មុនហ្នឹងបាទមិច0102 0203អក្សរជ្រុងនិងអក្សរមូលនេះហើយបាទនេះហើយសម្រាប់05និង06នេះគឺអក្សរមូលដូចគ្នាទេបាទក៏ប៉ុន្តែបងប្អូនមើលការទាញទម្រង់អក្សរដែលខ្ញុំទាញណាបាទទម្រង់មូលគឺមើលទៅគឺសម្រាប់ខ្ញុំគឺមានសោភ័ណភាពជាងតាក់ទាញជាងស្អាតជាងនេះសម្រាប់ខ្ញុំនេះណាបាទហើយមួយទៀតការទាញសក់បញ្ចេញជាអ្នកមួយហ្នឹងគឺលក្ខណៈរស់រវើកជាងបាទយើងមិនចិត្តផ្ចង់ពេកបាទក៏មិនកវិសពេកបាទណាហើយការសរសេរហ្នឹងក៏បើថាឲ្យលឿនពេកក៏វាមិនលឿនបាទប៉ុន្តែក៏អត់យឺតដែរបាទបើបងប្អូនខ្លះគាត់ថាបើសរសេរប៉ុណ្ណឹងនេះបាទទៅប្រឡងសរសេរតាមអានដឹងតែធ្លាក់ហើយបាទដឹងចាញ់គេអត់ទេបាទប្រឡងសរសេរតាមអានសរសេរតបងប្អូនណាបាទខ្ញុំអ្នកសរសេរផ្ទាល់ខ្ញុំដឹងបាទហើយសម្រាប់អ្នកដែលមានបទពិសោធន៍សរសេរដែរហ្នឹងក៏គាត់ដឹងខ្លួនឯងដែរចំពោះការសរសេររបស់គាត់ហ្នឹងគឺតន់ជាមួយនឹងការហៅសរសេរតាមអានហ្នឹងគឺសរសេរតន់បាទហើយសម្រាប់ទម្រង់មូលនេះផងដែរបងប្អូនមើលជើងររបស់ខ្ញុំកាលពី clip មុនបាទខ្ញុំអត់ទាញអញ្ចឹងទេទាញលក្ខណៈបែបមូលផ្សេងទៀតអានេះជើងរមួយម៉ូតទៀតនៅក្នុងវីដេអូ reel ខ្ញុំបានធ្លាប់បានជម្រាបជូនពីការទាញជើងរបាទរបៀបសរសេរជើងរ3ទម្រង់ខុសគ្នាណាបាទអញ្ចឹងបងប្អូនអាចចូលទៅមើលបានបាទនៅក្នុង clip វីដេអូ reel ហ្នឹងបាទពេញចិត្តទម្រង់មួយណាហាត់សរសេរមួយហ្នឹងណាមានទម្រង់មូលទម្រង់ជ្រុងអីចឹងទៅបាទ3ខ្ញុំចាំបានថា3 style ខុសគ្នាណាបាទហើយក្នុងការសរសេរអក្សរបងប្អូនពេលខ្លះខុសទៅជើងរហ្នឹងទេបាទខុសទៅជើងរហ្នឹងយើងសរសេរមកតំពាំមើលទៅជើងរឲ្យតែបើថាយើងសរសេរបែបអញ្ចឹងគឺអញ្ចឹងទាំងអស់ទៅបាទគ្រប់ជួរឲ្យតែជួបជើងរសរសេរបែបហ្នឹងអាហ្នឹងឯងដែលហៅថារសារតម្រងតែមួយណាបាទមើលទៅគឺតម្រងមួយផ្សេងទៅបាទហើយដល់ពេលយើងដូរ style តែជើងរអក្សរអីផ្សេងមិនបាច់ដូរទេដូរតែជើងរយើងមើលទៅតម្រងអក្សរហ្នឹងគឺផ្សេងមួយទៀតទៅណាវាអញ្ចឹងហើយតាមពិតកលឹះវាតែតិចតិចហ្នឹងណាបាទតិចតិចហ្នឹងបាទលួចដូរតែជើងរបន្តិចហើយដូចជាឲ្យនោះបាទឲ្យស្រៈពេញតួហើយជាមួយនឹងជើងយកហ្នឹងមកការសរសេរឲ្យហ្នឹងក៏មាន3តម្រងដែរខ្ញុំបាទធ្លាប់ជម្រាបជូនរួចហើយបាទអាចចូលទៅមើលបានណាបាទអញ្ចឹងកលឹះតិចតិចហ្នឹងបាទជួនកាលបាទយើងអត់ចាប់អារម្មណ៍ទេយើងសរសេររាល់ថ្ងៃបាទឲ្យទៅជួបពាក្យហ្នឹងមានអារម្មណ៍ថាអានោះគេទាញមិនខ្មិចណាគឺគេទាញតំណោបាទហើយយើងអត់បានហាត់ទាញសរសេរហាត់សរសេរទេបាទអញ្ចឹងទៅគឺយើងអត់កែទេដរាបណាយើងអត់ជំរុះចោលនៅទម្លាប់អក្សរតម្រងចាស់របស់យើងណាយើងអត់អាចរកឃើញតម្រងថ្មីទេបងប្អូនណាបាទហើយពាក្យស្លោកពីស្លាបកាទៅគឺហាត់សរសេររាល់ថ្ងៃអក្សរដៃស្អាតបាទអរគុណបាទសង្ឃឹមថានឹងបានវឹកហាត់ការសរសេរទាំងអស់គ្នាបាយបាយ